ឲ្យបងប្អូនមើលពូជថ្មីនិងពូជចាស់វាខុសគ្នាយ៉ាងម៉េចបងប្អូនណាចូលទៅមើលកាមេរ៉ាខាងមុខបងប្អូនណានេះជាវីដេអូកាមេរ៉ាខាងមុខបងប្អូនហើយនេះក៏ជាពូជកដោបថ្មីដែលបងតែងតែសួរហៅដែលបងប្អូនកំពុងពេញនិយមបដូរពីអាចាស់នឹងចាំពូជថ្មីហ្នឹងហើយគឺសភាពនិងរូបរាងរបស់វាគឺវាខុសពីគ្នាយ៉ាងម៉េចបងប្អូនណាសម្រាប់បងដែលទើបតែចាប់ផ្ដើមថ្មីទើបតែចាប់ផ្ដើមចាំចរិតថ្មីចាំកដោបថ្មីបងអាចចូលទៅក្នុង channel YouTube របស់ខ្ញុំបានដោយសិក្សានិងរៀនព្រីយល់បន្ថែមព្រីពីការចាំកដោបពីការចាំចរិតពីការធ្វើមុងពីការធ្វើត្រង់ពីការធ្វើអាងបងណាសម្រាប់បងដែលចង់បានពូជទាំងកដោបទាំងចរិតគឺខ្ញុំមានផ្គត់ផ្គង់លក់ជូនបងប្អូនមិនថាតិចមិនថាច្រើនបងណាយើងបងដែលចង់ចាប់ផ្ដើមចាំចរិតក្តីចាំកដោបក្តីຂະຫນាតតូចក្តីຂະຫນាតធំក្តីអាចតទៅមកកាន់ខ្ញុំបានបងណាហើយពូជកដោបគឺខ្ញុំមានតាំងពីប្រភេទពូជចរិតគឺខ្ញុំមានតែមួយប្រភេទទេសប្តាហ៍ហ្នឹងគឺប្រភេទចរិតប៉ារ៉ាបងណាចរិតប៉ារ៉ាគឺជាចរិតមួយដែលកំពុងតែពេញនិយមក្នុងការប្រពងលក់តាមរមាក់លក់តាមរទេសតាមកញ្ឆេងតាមមុខសាលារៀនមុខសាលាមុខផ្សារមុខមន្ទីរពេទ្យអីបងណាអញ្ចឹងគឺពេញនិយមខ្លាំងគឺចរិតប៉ារ៉ាហ្នឹងហើយដែលមានតម្លៃសមរម្យដែលតាមជនបទអាចនិយាយបានថាមានអ្នកស្គាល់ច្រើនមានអ្នកចង់ហូបច្រើនហើយតម្លៃសមរម្យក្នុងការយកទៅលក់ក្នុងការយកទៅប្រពងលក់ដាក់ជាកញ្ចប់ជាប្រអប់តូចៗហ្នឹងបងណាដោយសារតែវាតម្លៃសមរម្យអញ្ចឹងក្នុងការចាំវិញគឺអាចនិយាយបានថាចាំលឿនប្រមូលផលលឿនបងណាតែ32ទៅ35ថ្ងៃអាចប្រមូលផលលក់បានបងណាអញ្ចឹងសម្រាប់បងប្អូនយើងដែលស្គាល់ខ្ញុំនៅក្នុង YouTube ក្តីនៅក្នុង Facebook ក្តីគឺបងអាចខលតាមរយៈលេខទូរស័ព្ទឬក៏អាចឆាតឬក៏អាចតាមរយៈ Telegram ក៏បានបងណាអាចទៅមកកាន់ខ្ញុំបានសួរពីបញ្ហាចំបញ្ហាធ្វើមុងធ្វើត្រង់ហើយពាក់ព័ន្ធនឹងការឲ្យស៊ីការហូរនៅរបស់កដោបមិនចង្រិតមិនហើយការទិញពូជទិញមុងទិញសម្ភារៈចិញ្ចឹមទាំងកដោបទាំងចង្រិតគឺខ្ញុំមានផ្គត់ផ្គង់ជូនបងប្អូនទាំងពូជទាំងសម្ភារៈចិញ្ចឹមបងប្អូនណាហើយសម្រាប់ពូជថ្មីក៏មានពូជចាស់ក៏មានឥឡូវនេះកំពុងដាក់នេះខាងក្រោយខ្នងនេះបងប្អូនខាងក្រោយខ្នងនេះគឺពូជថ្មីកំពុងដាក់ភ្នាស់អញ្ចឹងខ្ញុំចូលទៅមើលឲ្យបងប្អូនមើលពូជថ្មីនិងពូជចាស់វាខុសគ្នាយ៉ាងម៉េចបងប្អូនណាចូលទៅមើលកាមេរ៉ាខាងមុខដោយសារតែកាមេរ៉ាខាងមុខនេះគឺខ្ញុំបបលមកខាងខ្ញុំដើម្បីឲ្យបងប្អូនឃើញខាងពីសកម្មភាពពីមុខមាត់ផ្ទាល់របស់ខ្ញុំនៅក្នុង YouTube ផងក្នុង Facebook ផងអញ្ចឹងខ្ញុំបបលកាមេរ៉ាទៅខាងក្រោយមើលខាងក្រោយម្ដងមើលទៅខាងចរិតកដោបម្ដងបងប្អូនណានេះជាវីដេអូកាមេរ៉ាខាងមុខបងហើយនេះក៏ជាពូជកដោបថ្មីដែលបងតែងតែសួរហៅដែលបងប្អូនកំពុងពេញនិយមបដូរពីអាចាស់នឹងចាំពូជថ្មីហ្នឹងហើយគឺសភាពនិងរូបរាងរបស់វាគឺវាខុសពីគ្នាយ៉ាងម៉េចបងប្អូនណាហ្នឹងហើយបងបើសិនជាយើងកយគុណឲ្យច្បាស់លាស់ឲ្យដិតដល់ឲ្យចិត្តមែនតែនហើយយកមកផ្ទឹមនឹងគ្នាទៅឃើញថាស្ថានភាពរូបរាងរបស់វាហ្នឹងពណ៌សម្បុររបស់វាខុសគ្នាតិចប្រហែលបងប្អូនណាមានតិចអាហ្នឹងតើតែយើងមានពីរមុងដាក់ក្បែរគ្នាបានមើលដឹងថាពូជនេះខុសត្រង់នេះពូជនេះខុសត្រង់នេះបងប្អូនណាអញ្ចឹងនឹងហើយបងប្អូនថ្ងៃហ្នឹងខ្ញុំមកបង្ហាញពីចំណុចខុសគ្នារវាងកដោបពូជថ្មីហ្នឹងហើយនឹងពូជចាស់បងប្អូនណាពូជថ្មីគឺពណ៌របស់វាបងប្អូនណាពណ៌របស់វាបើយើងសាច់របស់វារៀងភ្លឺជាងរបស់យើងហើយខ្លួនរៀងវែងជាងបងប្អូនណាខ្លួនរៀងវែងជាងហើយសាច់មេពូជហ្នឹងគឺវាសថ្លាពោះវាសថ្លាជាងសាច់កដោបសេរីចាស់យើងបងប្អូនខ្ញុំចាប់មួយផ្កាពោះឲ្យមើលបងប្អូនណានេះបងប្អូនណានេះអត់នៅស្ងៀមទៀតនេះបងប្អូនណាគឺសាច់ពោះរបស់វារៀងថ្លាជាងរបស់យើងសជាងរបស់យើងហើយសវឡារបស់វានេះគឺយើងសជាងរបស់យើងបងប្អូនណាយើងសជាងរបស់យើងហើយរបស់យើងអាចរីចាស់ហ្នឹងគឺមួយខែភាសាអញ្ចឹងផងអារីចាស់យើងស្លាប់នៅឡើងកម្ៅហើយ
មុខខាងមុខកដុបវាលេងក្រហមងាងខាងមុខវាចំមុខវានេះក្រហមងាងហើយខ្លួនពោះវានេះគឺកម្ៅបងចំហៀងនេះគឺកម្ៅដែរចំហៀងពោះវានេះគឺខ្មៅខ្លាំងហើយអាពូជថ្មីយើងគឺវាសជាងសាច់វាសជាងបងណាជួយចាប់មួយទៀតមើលនេះបងណាសាច់វាសជាងអញ្ចឹងពូជថ្មីហ្នឹងហើយវែងខ្លួនវាវែងនេះបងណាឃើញបងឃើញខ្លួនរៀងវែងជាងហើយពណ៌សបល់រៀងសជាងបងណាសជាងអាពូជចាស់យើងបងណាហើយថ្ងៃហ្នឹងគឺខ្ញុំកំពុងដាក់ពងហើយបងសម្រាប់បងដែលចង់បានពងពូជថ្មីពងពូជសេរីចាស់អីបងអាចតាក់ទងមកកាន់ខ្ញុំបានបងណាអាចតាក់ទងមកកាន់ខ្ញុំបានគឺមានធំវែងពូជហ្នឹងបងណាមានធំវែងពូជថ្មីហើយចាំមើលខ្ញុំនាំទៅមើលអាពូជចាស់ពូជយើងចាំទូទៅតាំងពីដើមមកបងណារូតមកសិនខ្ញុំចូលទៅមើលពូជចាស់ម្ដងបងណានៅត្រង់ខាងនេះបងនៅត្រង់នេះពូជចាស់កំពុងដាក់ពងដែរបងនូតចូលទៅមើលបន្តិចនេះបងឃើញពូជចាស់ខុសគ្នាយ៉ាងម៉េចបងណាខុសគ្នាបន្តិចយ៉ាងម៉េចបងមើលឡាបពូអារីចាស់ចឹងនឹងកម្ៅហើយបងមើលសាច់វានេះខ្ញុំចាប់ឲ្យមើលសាច់ពូអារីចាស់ចឹងនេះកាច់នេះបងនឹងកម្ៅហ៎ឃើញបងមើលឡាបរៀងកម្ៅបងជើងរៀងកងហមមុខរៀងក្រហមហើយបងមើលនេះមុខរៀងក្រហមពូអារីចាស់យើងឃើញមុខវារៀងក្រហមបងអារីចាស់ហ្នឹងហើយមើលឡាបមើលរៀងកម្ៅសាច់ក៏កម្ៅស្លាបក៏ខ្មៅមុខក្រហមកម្ៅឃើញបងអារីចាស់យើងហើយក៏កំពុងដាក់ពងដែរបងកំពុងដាក់ពងដែរកំពុងដាក់ពងដែរហើយអញ្ចឹងបើសិនជាយើងមានតែមួយពូជយើងចាំអត់ដាក់បែរគ្នាបើសិនជាមានពីរពូជក៏ដោយបងណាបើទិញពីគេទៅខ្ញុំនិយាយថាបើសិនទិញពីគេទៅហើយបងអត់ជឿជាក់ថាពូជនឹងដូចតែពូជខ្លួនឯងបងយកដាក់ផ្ទឹមគ្នាក្បែរគ្នាហើយឲ្យកូនកូនទៅឡើងឲ្យយូរមើលឲ្យបានដល់ខ្ញុំដឹងថាអាសេរីចាស់ហ្នឹងវារៀងកម្ៅជាងបន្តិចបងរៀងកម្ៅជាងបន្តិចនេះខ្លួនរៀងកម្ៅជាងស្លាបវាហើយយើងសាច់វាហើយមុខវាក៏រៀងក្រហមអត់ទៅមានមុខសល្អដូចគេពោះសល្អដូចគេទេគឺស្លាបកម្ៅខ្លួនសាច់កម្ៅក្រហមខុសពីអាសេរីថ្មីហ្នឹងទេហើយខ្លួននឹងខ្លីជាងបងណាខ្លួននឹងខ្លីជាងនេះបងមើលនេះពងនេះទីនេះពូជសេរីចាស់បងណាអញ្ចឹងសម្រាប់បងចង់បានពូជសេរីចាស់ក្តីពូជសេរីថ្មីក្តីអាចទៅមកកាន់ខ្ញុំបានបងណាអាចទៅមកកាន់ខ្ញុំបានសម្រាប់ពូជកដោក៏ដូចជាពូជចរិតគឺខ្ញុំមានផ្គត់ផ្គង់លក់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាបងណាហើយសម្រាប់ស្មៅកាស្មៅកៃដូងមុងកដោក៏មានផ្គត់ផ្គង់ជូនដែរបងណាហើយសម្រាប់មេរៀនក៏មានផ្គត់ផ្គង់ជូនសម្រាប់ពុកម៉ែបងប្អូនគ្រប់ជ្រុងជ្រោយដែរបងណាសម្រាប់អ្នកដែលទិញពងពូជខ្ញុំទៅគឺមានទាំងទីផ្សារស្រាប់បងណាមានទាំងទីផ្សារទិញសាច់កដោសាច់ចរិតត្រឡប់មកវិញស្រាប់បងណាអញ្ចឹងបងមានចំណោមអារម្មណ៍ចង់បានចំសัตว์មួយណាអាចទៅមកកាន់ខ្ញុំបានបងណាអាចទៅមកកាន់ខ្ញុំបានទាំងកដោទាំងចង្រិតបងណាគឺមានទីផ្សារជូនពុកម៉ែបងប្អូនទាំងអស់គ្នាស្រាប់ហ្មង